Manchester City ខ្ញុំមើលទៅមានរឿងមួយខ្ញុំមិននឹងស្មានថាលោកពេកាឌីអាឡាបាទមានជំរឿសទៅដដែលខ្ញុំមិនយល់ថាតើគាត់កំពុងតែគិតអីណាបាទខ្ញុំស្មានចិត្តរបស់លោកពេកាឌីអាឡាលែងត្រូវហើយបាទបើសិនជាយើងនិយាយអំពី Manchester City ក្នុងរយៈពេលមុនក្នុងដាក់ line up របស់គាត់គឺហាក់បីដូចជាមានភាពល្អប្រសើរច្រើនប៉ុន្តែការប្រកួតយប់មិញនេះខ្ញុំហាក់បីដូចជាមើលទៅមិនយល់បាទគាត់ដាក់ Nuri បើអត់ដាក់បាទ Gravenberch បាទអញ្ចឹងខ្ញុំអត់នៅតែមិនយល់ដែរបាទអត់ដឹងថាបើតើគាត់កំពុងតែគិតអីអញ្ចឹងណាបើ Vajol បើ Gravenberch បាទកំពុងដាក់ Vajol បាទទៅ Gravenberch របស់ Liverpool នោះវិញបាទអញ្ចឹងកលេចទៅមើលអ្នកចាំទីអ្នកចាំទីក៏អត់ដាក់ Donnarumma ទៀតបាទដាក់ Trafford ខ្ញុំអត់យល់បាទខ្ញុំអត់យល់លោកពេកាឌីអាឡាឬក៏ចង់និយាយថាប្រកួតនេះគេហៅថាប្រកួតផ្ដាច់ជីវិតរបស់គាត់ចង់និយាយថាប្រកួតនេះប្រកួតលេងបាទខ្ញុំអត់យល់ទេគ្រាន់តែឃើញ line up មកនេះយើងមើលទៅដូចជាចាប់យ៉ាប់តែម្ដងដឹងហើយថាសម្រាប់ Rico Lewis ហើយជាមួយនឹង Oscar Bob គឺកម្រិតរបស់គាត់គឺនៅអត់ទាន់បានដល់កម្រិតល្អទេបាទបើចង់ដាក់ឲ្យលេងស៊ីគេសិនខ្ញុំដាក់ឲ្យពួកគាត់លេងបាទអញ្ចឹងខ្ញុំគ្រាន់ឃើញយើងកលេចទៅមើល line up នេះគេហៅថាដូច line up សម្រាប់ខ្លួនអញ្ចឹងបាទសម្រាប់លោក Pep Guardiola អញ្ចឹងខ្ញុំអត់យល់គាត់ទេបើខ្ញុំអត់យល់គាត់ថាគាត់កំពុងតែគិតអីអញ្ចឹងណាបាទអញ្ចឹងសុំតិចទៀតបាទនិយាយលំអិតបាទស្វាគមន៍យើងប្រិមិត្តបន្តិចទៀតទេបាទសួស្តីទៅកាន់ Roman បាទសួស្តីគ្នាទៅកាន់បាទ Sojiwon Tan បាទសួស្តីបាទហើយសួស្តីគ្នាទៅកាន់អឿនមករាបាទហៀពុំបាទក៏ដូចជាពូណាបាទសលេះកូនច្បងកូនអ្នកក្របាទសួស្តីទៅកាន់អាវុធឃើញកីឡាករស្ពើរបួសច្រើនណាស់តើរបួសតាំងពីដើមរដូវកាលមកម៉េះបាទរបួសតាំងពីដើមរដូវកាលកីឡាករខ្លះរបួសតាំងពីរដូវកាលមុននោះអត់ទាន់ជាទេបាទហើយហ្វុងលីសៀងបាទសួស្តីទៅគ្នាបាទហ្វុងលីសៀងបាទតប៉ែតប្រេងអ្នកវាយដឹងដែរបាទអញ្ចឹងខ្ញុំនិយាយតែម្ដងទៅបាទកុំឲ្យប្រិមិត្តចាំយូរបាទខ្ញុំនិយាយរឿង Man City បន្តិចទៅបាទប្រិមិត្តមើលបាទអ្នកចាំទីអត់ដាក់ Donnarumma បានទេដាក់ Trafford ហើយដឹងដែរសម្រាប់ថា Trafford នេះគឺគាត់បាទអត់ស្មាត់ទេសម្រាប់ Trafford បាទគាត់អត់ស្មាត់ទេបាទមើលទៅគាត់នៅភ័យបាទហើយសម្រាប់Vajol អត់ដាក់ទេដាក់ Nuri ហ៎ Phil Foden ក៏មិនដាក់បាទជាពិសេសទៅដាក់អីណា Mamus អត់ដាក់ Haaland ទេបាទហើយដាក់គូសនៅបាទខ្ញុំទៅអញ្ចឹងទៅខ្ញុំមិនដឹងថាគូតែនិយាយថាម៉េចដែរបាទអត់ដឹងថាគូតែនិយាយថាម៉េចដែរបាទហើយMartial Nunes អី Jeremy Doku អីអត់ដាក់ទេបាទទៅដាក់បាទទៅអញ្ចឹងវិញទៅខ្ញុំអត់ដល់អញ្ចឹងខ្ញុំអត់ដឹងថាតើលោក Pep Guardiola គាត់កំពុងតែធ្វើអីបាទគាត់គិតមិនអញ្ចឹងណាបាទត្បិតតែការប្រកួតនេះ Manchester City គឺគ្រប់គ្រងទៅលើទីលានបាទតែយ៉ាងណាមិញក៏ទៅសារទៅលើអ្នកចាំទីរបស់ Bayer Leverkusen ដែរបាទដែលគាត់បានសង្គ្រោះបាល់ច្រើនមែនទែនបាទគឺ Flecken បាទយុគមិញនេះគឺ Flecken សង្គ្រោះបានរហូតដល់9លើកឯណោះបាទចឹងមានន័យថាការសង្គ្រោះរបស់គាត់គឺមិនធម្មតាទេបាទតែយ៉ាងណាមិញសម្រាប់ line up ប៉ុណ្ណេះខ្ញុំមើលទៅហាក់បីដូចជាគាត់លេងគេហៅថាសម្រាប់ខ្លួនឬក៏ចង់និយាយថាអត្តឃាតបាទដាក់នេះគឺដាក់បែបមើងងាយ Bayer Leverkusen ណាប្រិមត្តដាក់នេះបែបមើងងាយ Bayer Leverkusen ទាំងតែខ្លួនឯងនេះទាំង Bayer បាទទាំង Manchester City ដាក់សាច់ពេញមែនលេងមិនឈ្នះ Newcastle ផងអញ្ចឹងចំណុចនេះគឺជាចំណុចមួយខ្ញុំមិនយល់ថាតើគាត់កំពុងតែគិតអីអញ្ចឹងណាបាទប្រហែលជាគីឡូគាត់គិតថាBayer Leverkusen លេងមិនកើតទេបាទដាក់ក្មេងៗលេងទៅបានហើយបាទដល់ដាក់ក្មេងៗលេងអត់ស៊ីបានចាប់ផ្ដើមដូរកីឡាករចប់ដល់ម៉ោងល្មមអញ្ចឹងណាបាទគ្រាន់តែខ្ញុំគិតថាវាដូចជាមើលទៅដូចជាវាមើលទៅវាជាមិនសមដាក់ line up បែបចេះបាទហេពុំភ្នែកបាទជាតិមក Man City ចាញ់ Newcastle បានផ្លាស់ប្ដូរសមាជិកពេលជួល Liver ហើយបានផ្លាស់ប្ដូរសមាជិកឥឡូវផ្លាស់ប្ដូរទៅបាទលេងមួយ Newcastle C2-1 ហ្នឹងទាំងខ្លួនឯងហ្នឹងក៏មានឱកាសបាទដោយសារតែមានការសង្គ្រោះបាល់ពីអ្នកចាំទីច្រើនទេណាបាទហើយឥឡូវដូចគ្នាទៀតដូរសមាជិកអីដូរសមាជិកទៅមិនវិញចាញ់ទៀតឃើញអត់តើចំណេញអីការដូរសមាជិកហ្នឹងចំណេញអត់បាទវាអត់មានអីចំណេញទេវានៅតែបន្តចាញ់បាទចិត្តឈុនលីបាទស្ដីទៅកាន់ Real Madrid ក៏ដូចជាណាំបាទហ្វុងលីសៀងតើបាសេឡូណាធ្វើឲ្យខ្ញុំអស់ខ້ອຍទៀតហើយបាទចាន់រ៉ាម៉ុនបាទស្ដីទៅកាន់សៀងហ៊ុនបាទ Arsenal រឿងនំប៉័ងបាទសលេះកូនច្បងកូនអ្នកក្របាទយកមិញ Chelsea លេងល្អម្លេះបាទតិចខ្ញុំនិយាយរឿងហ្នឹងបាទ Trafford ដើមដើរការចាប់បាល់មិនជាប់ផងអញ្ចឹងខ្ញុំឆ្ងល់បាទរឿងស្អីទៅដាក់បាទ Donnarumma ទិញមកអស់លុយមកកកោកទៅដាក់ Trafford បាទឌុនសុផានិតសួស្ដីបាទឈឿនចនបាទហើយក៏ដូចជាអុក Robert បាទសួស្ដីដូចគ្នាអញ្ចឹងយើងកន្លែងទៅមើលការប្រកួតនេះគឺ Manchester City គឺជាអ្នកគ្រប់គ្រងនៅលើទីលានទាំងស្រុងបាទសុទ្ធចំគោលដៅចំនួន7លើកបាទរហូតតែចូលមកគ្រាប់គ្មានផងបាទសុទ្ធខុសគោលដៅ6លើក
và hay sầm rạp bộ tầng block so tiết cứ từ hồi đó đọc làm pi chương và phong tay không nên châu lại xong bay tay một crop và cái nắp p để giờ là bao cứ sẵn xuất tập pi chương tới trong cô đái cứ châu tay mà đồ và chẳng dừng còn khơi mà nó đang ngay tha cầm rất nơi không ca phát đại ti rồi còn không ca rô crop bar của Manchester City mình ca thợ lệ chọc khăn mền tên và bọn năng hãy quạt nơi sầm rải chất sầm bãi chất cho môi năng bóp cho bãi chất cho môi năng rạch câu là vi và cho mưa tôi phụ quạt nơi tê cầm rất bao phụ quạt tiêm tia p về lìa bằng thai em tiết và quạt nơi không mấy nào ta ở toàn ai năng lươn p trong tê hãy sầm rạp bóp nhưng mưa tôi quạt lên tôi chỉ sờ lánh ba na và ở sâu chia vào chun tê trong nó như cứ chơi trong nó ảo với trong miền thùng mền tên bọn tay khơi quạt nơi ta sờ lánh cho môi năng bóp và hay rạch câu là vi và quạt lên nên là món cà phê slab đầm, có thể có đã chui trong núi được không là món bầm rã slab đầm, nuri ở đã và dầu tề, với để hua chất thum chừng ấy với nó cứ sầm rạp hạ lên hai trong mũi nó Donnarumma, và ở đã hạ lên này đã mà mua bây giờ cái đào, hay ở đã Donnarumma tới đã Trafford, trong còn là khơi line up nữa mà thằng tới, mà tới mình nuôi thế, mà tới mình nuôi thế, và tiêu phốt mấy cái sĩ pi sâu là đài và anh chân à số tha tao chấm này vậy nhé và ọt miên chấm này thế và chân so caประกวดประตูtiết và สำหรับ Manchester City បាទដោយការប្រកួតបន្ទាប់បាទរបស់ Manchester City ហ្នឹងគឺត្រូវបាទប៉ះគ្នាបាទជាមួយនឹង Real Madrid ណ៎ប៉ះគ្នាមួយ Real ទៀតបាទហ្នឹងបើចាញ់ Real ទៀតអាហ្នឹងមិនវិញទៅបាទហើយប្រកួតបន្ទាប់ទៀតបាទរបស់ Manchester City បាទត្រូវប៉ះគ្នាជាមួយ Bodo Glimt អត់អីទេបាទប្រកួតនេះគឺប្រកួត Sipoy បាទតែខ្លាចតែអត់ផុយបាទនៅប្រកួតចុងក្រោយនេះទៅប៉ះគ្នាជាមួយនឹង Galatasaray បាទអញ្ចឹងសម្រាប់ Manchester City ខ្ញុំអត់យល់ទឹកចិត្តរបស់លោក Pep Guardiola ទេឃើញគាត់មករយៈហ្នឹងគាត់ចង់ឲ្យក្មេងៗចូលលេងច្រើនបាទជាពិសេសមានបាទ Nuri បាទមានបាទ Nuri មិនសូវទេបាទយើងនិយាយទីបបបាទបបហ្នឹងគឺគាត់ដូចស្រឡាញ់បបហ្នឹងខ្លាំងណាស់គឺតិចបបតិចបបបាទហើយ Rico Lewis បាទស្រឡាញ់ដែរប៉ុន្តែបើប្រៀបធៀបជាមួយបបអត់ទេបបតិចដាក់បបតិចដាក់បបបាទខ្ញុំយល់ទឹកចិត្តរបស់លោក Pep Guardiola ចង់ឲ្យបាទកីឡាករចំនួនក្រោយនេះបាទធ្វើបានល្អប៉ុន្តែសម្រាប់គាត់នៅស្ទើរបទពិសោធន៍ត្រូវការទៀមទាបទពិសោធន៍បន្ថែមទៀតមានន័យថាបាទទោះចាំក្រុមឈ្នះសិនចាំគាត់ដាក់គាត់លេងនៅចុងម៉ោងចុងនាទីត្រឹមតែ15នាទីចុងក្រោយឬ10នាទីចុងក្រោយអញ្ចឹងណាបាទប៉ុន្តែដល់ពេលគាត់មើលទៅគាត់ដូចស្រឡាញ់បបខ្លាំងពេកអញ្ចឹងខ្ញុំអត់ដឹងនិយាយថាម៉េចដែរហើយទាំងដែលខ្ញុំនិយាយមកអញ្ចឹងថាបបនេះគឺស្រឡាញ់បានអូសលោតគឺស្រឡាញ់នៅក្នុងការអូសគឺតែពីអូសបាទហើយគេខ្សែការពារគេប្រព័ន្ធណាប្រព័ន្ធណីហើយបូបហ្នឹងគឺកាយសម្បទារបស់គាត់អត់ធំដូចខ្សែការពារទេអញ្ចឹងចំណុចហ្នឹងហើយគាត់នៅតែអូសទៅអត់ឈ្នះគេបាទដូចទៅយកបាល់ទៅចោលអញ្ចឹងបាទខាតអស់ possession ទៅទេអញ្ចឹងណាអញ្ចឹងសម្រាប់ខ្ញុំគិតថាវាជារឿងមួយដែលដូចជាធ្វើអត្តឃាតអញ្ចឹងបាទការប្រកួតយប់មិញរបស់ Manchester City បាទខ្ញុំអត់ដឹងថាលោក Pep Guardiola ក៏គិតអីបាទចំណុចនេះគឺខ្ញុំជម្រាបជូនប្រិយមិត្តអញ្ចឹងតែបើសិនខ្ញុំនិយាយថាយប់នេះមាន Donnarumma មាន Haaland តាំងពីតង់ទី1ទៅខ្ញុំគិតថាបើយក Leverkusen គឺមិនមែនជាដៃគូទេព្រោះយើងឃើញហើយសម្រាប់ Dortmund គឺ Manchester City ស៊ីផុយបាត់ទៅហើយបាទអញ្ចឹងគ្រាន់តែគីឡូបើយក Leverkusen បច្ចុប្បន្នដែលកីឡាករនោះគឺចេញចង់អស់ទៅហើយមានការផ្លាស់ប្ដូរគ្រូទៀតមែនខ្ញុំទទួលស្គាល់ថាសម្រាប់បើយក Leverkusen មករយៈចុងក្រោយគឺឡើងជើងបាទប៉ុន្តែបើប្រៀបធៀបជាមួយនឹង Manchester City គឺកម្រិតនៅតែ Manchester City ខ្ពស់ជាងអញ្ចឹងហើយបើយក Leverkusen រដូវកាលនេះ Dortmund គេល្អជាងហ្នឹងហើយ Dortmund Man City ស៊ីហើយហ្នឹងហើយរឿងអីទៅលេងចាញ់ Liver ហើយក្នុងដីទៀតបាទអញ្ចឹងយើងមើលទៅលើកីឡាករចប់និយាយប្រោយបាទសម្រាប់លោក Pep Guardiola អត់យល់គាត់ដែរបាទអូ Robert សួស្ដីបាទហើយដុនសផានិតបាទសួស្ដីដូចគ្នាហើយយ៉ាងណារុនបាទចំតាសហព័ន្ធបាល់ទាត់ដកឈ្មោះចេញពី SEA Games នៅថៃមែនបាទតាចំណឹងបើយើងទៅមុខមិនកើតក្រោយក៏មិនកើតដែរបាទលីភូទៅរួចអត់បាទរឿងលីភូទៅមុខរួចអត់តិចទៀតយើងនិយាយគ្នាបន្តទៀតបាទតែសម្រាប់ខ្ញុំមិនទាន់អាចនិយាយបានទេចាំតិចទៀតខ្ញុំបកស្រាយជូនបាទហើយតាប៉េបកាត់តាមតា slot ហើយខ្ញុំអត់យល់ខ្ញុំអត់យល់បាទទៅដាក់កីឡាករមកអញ្ចឹងខ្ញុំដឹងនិយាយថាម៉េចបាទមានស្អីនិយាយទៀតបាទគាត់ដាក់កីឡាករមកអញ្ចឹងហើយបាទខ្ញុំឆែកមើលចុងក្រោយទីសិនបាទឆែកតាមតិចបាទប្រិមិត្តបាទសំណួររបស់ប្រិមិត្តខ្ញុំឃើញមានការលើកឡើងមិញបាទមុននឹងដែរណាប៉ុន្តែមិនទាន់ចេញជាផ្លូវការរបស់សហព័ន្ធបាល់ទាត់កម្ពុជានៅឡើយទេបាទដូចជាមិនទាន់ចេញជាផ្លូវការរបស់សហព័ន្ធបាល់ទាត់កម្ពុជានៅឡើយទេ
បាទសម្រាប់ការប្រកួត SEA Games បាទហើយក្នុងនោះផងដែរឃើញមានតែសហព័ន្ធបង្ហោះជាមួយនឹងការវឹកហាត់បាទចូលរួមជុំគ្នាវឹកហាត់បាទប្រមូលផ្ដុំគ្នាវឹកហាត់បាទសម្រាប់ក្រុមជម្រើសជាតិសម្រាប់ SEA Games បាទអញ្ចឹងសម្រាប់ព័ត៌មានចុងក្រោយដែលខ្ញុំមើលឃើញទៅដូចឃើញប្រិយមិត្តឃើញអញ្ចឹងថាសហព័ន្ធបានសម្រេចនៅក្នុងការបញ្ឈប់ឬក៏ការផ្អាកបាទនាំកីឡាករបាទអ៊ុយ22របស់យើងទៅចូលរួម SEA Games ទី33បាទហើយសម្រាប់រឿងនេះខ្ញុំអត់ទាន់មិញខ្ញុំឆែកមើលផេកសហព័ន្ធណាបាទគឺនៅអត់ទាន់ប្រកាសជាផ្លូវការនៅឡើយទេអញ្ចឹងយើងកុំទាន់គិតថារឿងនេះជារឿងពិតបាទយើងអត់ដឹងថាផេកហ្នឹងគាត់យកមកគឺផេកពិតឬក៏មិនពិតនោះទេcòn nằm ở đó bên ấy cứ ở miền Tây và cả vi trang xã pòn đấy tha nâng mi ca đọ luôn và khi nó cá đọ luôn các bạn lượng lang tha tẹt tông chúng mình nâng sổ hoạt tập hiệp và của bùa thà lấy mưa khơi nhá miền cái tật chủng nôn miền ấy chẳng á hỏi cái lạ than thông pí và đại nâng trâu thua SEA Games nó cứ trâu ban lịch lùng được kia và hay cái lạ than muối cứ lịch châu đó thì liên tại mà đón hay cái lạ than muối tiền nó cứ lịch nơi trung bình và cái lạ than chẳng sầm rạp rương đại này vì ai tẹt tông chúng mình nó bành hà sổ hoạt tập hiệp và hai nam mùi tiết dươngកំពុងតែមានបញ្ហាជាមួយគ្នាចេះផងអត្តពលិកទៅច្រើនពេកក៏ពិបាកនៅក្នុងការគ្រប់គ្រងអញ្ចឹងណាបាទហើយសម្រាប់រឿងនេះខ្ញុំមិនដឹងមិនដែរបាទហើយសម្រាប់ប្រិមិត្តប្រកាសជាប្រិមិត្តគិតថាប្រហែលជាអត់ចង់ទេបាទអត់ចង់ឲ្យក្រុមជម្រើសជាតិរបស់យើងក្នុងកីឡាប្រភេទកីឡាការមួយទៅលេងអញ្ចឹងណាបាទសម្រាប់ខ្ញុំគិតថាគួរតែទៅប៉ុន្តែកុំច្រើនបាទទៅមកល្មមបាទឧទាហរណ៍ថាកីឡាណាមួយដែលយើងគិតថាមកល្មមដែលអាចទៅបានអញ្ចឹងណាកុំច្រើនពេកបាទឧទាហរណ៍ថាយើងត្រូវភាពពិតយើងត្រូវដាក់ទៅបាទ300នាក់អញ្ចឹងយើងដាក់ទៅនៅត្រឹមបាទ50 60នាក់ទៅបានហើយបាទទី1យើងស្រួលគ្រប់គ្រងបាទទី2យើងអាចទាំងការពារគ្នាយើងបានត្បិតតែគេខាងប្រទេសសៀមគេនិយាយថាគេការពារបាន 100% បាទប៉ុន្តែយ៉ាងណាមិញគឺយើងមិនប្រកាសថារឿងរ៉ាវនឹងមិនកើតឡើងទេចុះបើរឿងរ៉ាវកើតឡើងគេមានស្អីគេមានតែនិយាយពាក្យមួយម៉ាត់ទេចូលរួមសោកស្ដាយបាទតែប៉ុណ្្នឹងឯងបាទហើយចុងក្រោយកីឡាកររបស់យើងគឺប្រជាជនរបស់យើងមានបញ្ហារងរបួសបាត់ទៅហើយហ្នឹងបាទអាហ្នឹងបើអញ្ចឹងអាហ្នឹងចឹងនិយាយថាការពារភាសាជាងព្យាបាលបាទហើយអញ្ចឹងយើងអត់ដឹងថាតើការសម្រេចចុងក្រោយរបស់សហព័ន្ធយ៉ាងណាទេព្រោះខ្ញុំតំបើកមើលមិញគឺអត់ទាន់មានការប្រកាសជាផ្លូវការនៅឡើយទេបាទរៀលនៅអត់ទាន់និយាយទេបាទហើយបាទសុកប៉ូឡូស៊ីមិននៅទេតនិយាយរៀលទេបាទសៀងហ៊ុនបាទសំណមិនដែរទីទៀតដល់ហើយបាទម៉ៅវុនធឿនបាទតាប៉េបកាត់តាមទៅស្លុតជាជាតិបាទតាប៉េបគាត់ចង់ឆ្នៃកីឡាករលេងបើឈ្នះជារឿងអស្ចារ្យរបស់គាត់ហ្នឹងវាអាចអញ្ចឹងទេបាទបើឈ្នះមានអីតែអត់ឈ្នះបាទសំណមួយស្មើមួយប្រយោជន៍ណាបាទហ្វុងលីសៀងបាទឡើងអាប់មែនស៊ីចេញមកអ្នកលេងកក់អំបិលទុកបាទខ្ញុំនិយាយត្រង់បើមិនសិនអ្នកវាយមែនស៊ីគាត់ឃើញ live up មកនេះក៏អួតឈាមបាទហើយបាទឲ្យចេកមិនចេះតិចមិនសើមិញឲ្យចេកឡើងកប់បាទខ្ញុំគ្រាន់ឃើញចេកខ្ញុំថាចុំមែនទីតិចដាក់3 4ដូចដតម៉ាន់ទៀតទៅបាទតែពេលចុងក្រោយខ្ញុំមើលទៅតែអត់ស្រួលទេអត់ហ៊ានឲ្យប្រិមិត្តទេប្រិមិត្តឃើញទេបាទអត់ហ៊ានឲ្យទេបាទចុងក្រោយមែនបាទឆ្ងាញ់របស់គេមែនបាទតាសិន KH បាទស្ដីដូចគ្នាបាទអញ្ចឹងយើងនិយាយអំពីក្រុមជម្រើសជាតិបាល់ទាត់អ៊ុយ22តាក់ទងជាមួយនឹងការរំសាយឬក៏ការផ្អាកបាទមិនទៅលេងបាល់ SEA Games ហ្នឹងខ្ញុំគ្រាន់តែជំរាបជូនប្រិមិត្តប៉ុណ្ណឹងថាអត់ទាន់មានព័ត៌មានផ្លូវការពីសហព័ន្ធបាល់ទាត់កម្ពុជាជាងទេបាទហើយសម្រាប់អ៊ុយ17ខ្ញុំសូមលើកឡើងបន្តិចទៀតបាទយើងនៅសល់2ប្រកួតទៀតបាទយើងទៅលេងចាញ់យីមិនបន្តតបទៀតណាបាទយីមិនល្ងាចមិញហ្នឹងគឺចាញ់ក្នុងលទ្ធផល3-0បាទធ្វើឲ្យកម្ពុជាយើងគឺធ្លាក់ណាបាទ3ប្រទេសគឺធ្លាក់ដោយស្វ័យប្រវត្តិហើយបាទមានគេគឺម្ចាស់ផ្ទះបាទគីស៊ីស្ថានបាទមានកម្ពុជារបស់យើងហើយជាមួយនឹងហ្គាមបាទ3នេះគឺធ្លាក់ដោយស្វ័យប្រវត្តិហើយបាទអញ្ចឹងអ្នកដែលកំពុងប្រកួតប្រជែងជាមានប៉ាគីស្ថានឡាវហើយនិងយីមិនតែខ្ញុំគិតថាប្រហែលជាអាចនឹងយីមិនឡើងច្រើនជាងបាទព្រោះយីមិនអត់ទាន់របូតគ្រាប់ទេបាទយីមិនអត់ទាន់របូតគ្រាប់ទេហើយបើសិនជាយើងក៏លេខបាទឡាវស៊ីហ្គាម8-0ប៉ុន្តែយីមិនស៊ីហ្គាមរហូតដល់10-0ឯណោះបាទយើងគ្រាន់មើលប៉ុណ្ណឹងយើងអាចនិយាយបានថាយីមិនគឺមានកម្រិតល្អជាងមែនតើបាទហើយសម្រាប់ឡាវក៏ធ្វើបានល្អដែរជាមួយនឹងប៉ាគីស្ថានបាទប្រិមិត្តនេះហើយជាប្រិមិត្តសួរថាមិនក៏យើងលេងចាញ់ឡាវបាទជំរាបជូនប្រិមិត្តឡាវមិនអន់ទេណាអ៊ុយរបស់គេខ្លាំងប៉ុន្តែគ្រាន់ថាឈុតធំរបស់គេគឺគេបាក់លេងមួយយើងនេះរឿងវាអញ្ចេះឈុតធំគឺលេងអត់ដល់យើងឯងកម្រិតប៉ុន្តែបើសិនជាយើងនិយាយអំពីបាទអ៊ុយយើងអត់ឈ្នះគេវិញចំណុចនេះគឺយើងសបញ្ជាក់ឲ្យបានឃើញថាយើងនៅសល់ចន្លោះប្រហោងបាទឬក៏យើងមានការខ្វះខាតនៅក្នុងការបណ្ដុះបណ្ដាលនៅធនធានចំនួនក្រោយបាទ
ចឹងសង្ឃឹមថាក្លឹបផ្សេងនឹងព្យាយាមឲ្យបានមាំទាំជាងនេះតាក់ទងជាមួយនឹងបញ្ហាថ្នាលបាទរបស់យើងហើយយើងក៏មានថ្នាលជាតិបាទយើងមានថ្នាល ground យើងមានថ្នាលអីច្រើនបាទហើយ Tiger ក៏ដូចជាមានដែរបាទប៉ុន្តែយ៉ាងណាមិញកម្រិតដែលទៅលេងលើកនេះសម្រាប់អ៊ុយ17យើងខ្ញុំមើលទៅឃើញដូចជាទៀបមែនតែនបើយើងនិយាយម៉ាត់គឺទៀបមែនតែនបើប្រៀបធៀបដូចការសម័យឆ្នាំ9ជាង2000ស្ដៅហ្នឹងបាទមើលទៅដូចជាបាទតែពេលយើងនិយាយថាដើរថយក្រោយអញ្ចឹងណាបាទអញ្ចឹងខ្ញុំអត់មានអីរិះគន់ទេខ្ញុំមានតែសំណូមពរថាលើកក្រោយឬក៏ឈុតអ៊ុយក្រោយទៀតសូមឲ្យមានការកែប្រែជាងនេះបាទទោះបីជាលទ្ធផលយ៉ាងណាក៏ខ្ញុំអាចទទួលយកក៏ប្រិយមិត្តយើងអាចទទួលយកបានដែរឲ្យតែកម្រិតនៅក្នុងការលេងនេះឲ្យវាមានប្រសិទ្ធភាពខ្លះបាទយើងលេងចាញ់គេដោយសារបច្ចេកទេសយើងលេងចាញ់គេដោយសារតែកម្រិតរបស់គេខ្ពស់ជាងអត់បញ្ហាទេប៉ុន្តែកុំឲ្យតែលេងដោយសារយើងចាញ់គេដោយសារតែយើងអន់តែម្ដងអានឹងពិបាកនិយាយគ្នាណាបាទហ្នឹងពិបាកនិយាយណាបាទអញ្ចឹងសង្ឃឹមថាអនាគតបាទយើងអាចនិយាយបានថាឆ្នាំក្រោយឬក៏ឆ្នាំក្រោយមួយទៀតបាទនឹងមានការប្រែប្រួលជាងនេះសម្រាប់ឈុតអ៊ុយរបស់យើងហើយប្រសិនបើឈុតអ៊ុយរបស់យើងចាប់តាំងពីអញ្ចឹងវាទៅអញ្ចឹងហើយសួរថាតើអនាគតឈុតធំហ្នឹងទៅរំពឹងអីបាទហ្នឹងគេថារលកក្រោយច្រើនរលកមុខទំពាំងស្នងឫស្សីប្រិមិត្តបាទបើទំពាំងយើងមិនកើតហើយអនាគតទៅជាអាស័យមិនទៅបាទអាស័យហ្នឹងយកធ្វើអីបានបើទំពាំងកើតមកវាយ៉ាប់ចឹងហើយបាទអញ្ចឹងសង្ឃឹមថានឹងមានការប្រែប្រួលជាងនេះបាទហើយសង្ឃឹមថាក្មួយចំនួនក្រោយបាទតាំងចិត្តឲ្យមាំបាទបើសិនជាយើងស្រឡាញ់បាល់ទាត់គឺយើងចាត់ទុកបាល់ទាត់គឺជាអ្វីទាំងអស់របស់យើងមិនមែនយើងចង់ធ្វើជាកីឡាករបាល់ទាត់ដោយសារតែលុយសង្ហាបាទស្រួលញ៉ែបាទងាយស្រួលបង្ហោះ Facebook បានបេះដូងបាន like បាទហើយបង្ហោះ TikTok បានបេះដូងអីហ្នឹងបាទហ្នឹងចប់ហើយបាទអនាគតរបស់យើងទៅណាបើសិនជាយើងគិតតែពីរឿងបែបហ្នឹងបាទហើយកុំភ័យពេកអារឿងល្បីហ្នឹងងាយទេបាទឲ្យតែយើងលេងបានឲ្យល្អបង្ហាញសមត្ថភាពពុបល្បីឯងបាទល្បីឯងបាច់ទៅខំប្រឹងប្រម៉ូទខ្លួនឯងនេះបាទចឹងសង្ឃឹមថានឹងមានការប្រែប្រួលច្រើនជាងនេះបាទសម្រាប់ក្រុមជម្រើសជាតិជាពិសេសសុទ្ធឈុតអ៊ុយរបស់យើងបន្តទៀតបាទអាចជាថ្មីទៀតហើយប្រិមិត្តបាទនៅក្នុងយប់នេះផងដែរក៏ជាការប្រកួត UEFA Champions League បាទហើយសម្រាប់ថ្ងៃស្អែកក៏មានការប្រកួត Europa League ហើយនិង Conference League ផងដែរបាទយើងឃើញថាសម្រាប់ការលទ្ធផលការពីម្សិលមិញក៏ប្រិមិត្តបានឃើញដែរសម្រាប់ថាលទ្ធផលមិននឹកស្មានថា Chelsea ធ្វើបានល្អមែនតើបាទប៉ុន្តែយ៉ាងណាមិញគឺសម្រាប់បាសេឡូណាគឺទទួលបានកាតក្រហមអារ៉ូជូបាទយ៉ាងណាមិញសម្រាប់ការប្រកួតនេះបើទោះជាមិនមានកាតក្រហមក៏យើងឃើញថាសម្រាប់ Chelsea គឺមានកម្រិតខ្ពស់ជាងបាទទៅលើបាសេឡូណាផងដែរបាទសម្រាប់ការប្រកួតនេះទៀតសោតក៏លទ្ធផលប្រិយមិត្តក៏បានដឹងបាទយ៉ាងណាមិញគឺសម្រាប់បាសេឡូណាបច្ចុប្បន្នគឺឈរលំដាប់ទី15បាទនៅសល់3ប្រកួតទេ4ប្រកួតទៀតប្រិយមិត្តបាទនៅសល់សល់3ប្រកួតទៀតបាទនៅសល់3ប្រកួតទៀតសម្រាប់3ប្រកួតនេះទៀតសោតគឺជា3ប្រកួតដែលគេហៅថាចាំបាច់ហើយបាទប្រសិនបើបាសេឡូណាមិនអាចធ្វើអីបានក្នុង3ប្រកួតទៀតនឹងហើយបាទអាចប្រឈមជាមួយនឹងការបាទមិនបានទៅកាន់វគ្គបន្ទាប់ប៉ុន្តែយ៉ាងណាមិញគឺទោះបីយ៉ាងណាក៏ខ្ញុំជឿជាក់ថាយ៉ាងអន់ណាក៏បាសេឡូណាអាចបានលេងនៅវគ្គជម្រុះបន្តទៀតដែរបាទបាទហើយសម្រាប់នៅយប់នេះផងដែរគឺជាមានគូដែលពិសេសច្រើនបាទមានតាំងពី Real Madrid មានតាំងពីSpurs ជាមួយនឹង Paris បាទតែគូដែលល្អមើលជាងគេនោះគឺរវាង Arsenal ហើយនិង Bayern Munich សម្រាប់ខ្ញុំវិញសម្រាប់គូមួយនេះខ្ញុំគិតថាប្រហែលជាមិនមានការសម្រុកគ្នាខ្លាំងពេកទេបាទទី1ដោយសារតែពួកគាត់កំពុងតែឈរលើកំពូលតារាងបាទមាន12ពិន្ទុទៅហើយអញ្ចឹងទោះបីជាពួកគាត់ស្មើគ្នាក៏ពួកគាត់មានកម្រិតលទ្ធភាពមួយខ្ពស់ដែរបាទនៅលើកំពូលតារាងដដែលបាទហើយបើសិនជាយើងនិយាយពី Inter នៅក្នុងរាត្រីនេះក៏គាត់គេថាធ្វើការរៀងធ្ងន់តិចដែរបាទត្រូវជួបជាមួយនឹង AT Madrid បាទអញ្ចឹងសម្រាប់ Inter ក៏ត្រូវការឈ្នះមកប្រកួតទៀតបានសុវត្ថិភាពខ្ពស់ប៉ុន្តែយ៉ាងណាមិញ AT ក៏គេទាមទារឈ្នះដែរមករយៈនេះ AT ក៏គេគ្រាន់បើដែរបាទហើយសម្រាប់ការប្រកួតនៅក្នុងរាត្រីនេះគឺដូចសពមួយដងអញ្ចឹងគឺ2គូបាទនៅម៉ោងដំបូងបន្តមកទៀតម៉ោង3គឺមាន7គូបាទហើយសម្រាប់ថ្ងៃស្អែកគឺមានគូច្រើនណាប្រិមិត្តបាទតែសម្រាប់ខ្ញុំបាទគឺអត់មាន live ជូនប្រិមិត្តទេបាទទុករហូតទៅដល់បាទការប្រកួតដល់វគ្គជ្រៅជាងនឹងបន្តិចទៀតសិនបាទហើយសម្រាប់ការប្រកួតនៅក្នុងរាត្រីនេះគឺមានការប្រកួតល្អមើលជាពិសេសនេះគឺ Arsenal មួយ Bayern ប៉ុន្តែខ្ញុំគិតថាដូចជាមិនជាល្អមើលប្រហែលទេខ្ញុំគិតថាអញ្ចឹង
bà hai ấy phải mất bảo sân thì dương vậy bị bà xây cho môi nâng Chelsea nhưng cứ thà là ôm 10 chiếng bà phụ được xa tay miền ca bật cột bật chèn bà cái nắp để Arsenal mùi bây giờ mình nói nhưng cứ thà bà hai chỉ lên trường cầu trả bà nhưng chưa chia tha sập Arsenal lúc Arteta bà có chia mình tới mục PT bà có chỉ lên trường cầu trả bà phụ được xa miền bây giờ tế bà tiếng vô cả re bà tiếng cây bà Haver tiếng cặp đi Jesus cửa miền tế bà chẳng sầm rạp mơ nấu bà có chia na bà có chia lên được không đồng bọn bây giờ đã này chẳng nhưng cứ thà bà hai chia Arsenal mình lên tức bộc thế bà nông ai mình lên cà pia trả đôi chia ca chấm nút qua mùi Liverpool chẳng bà hiện tới thế bà phụ ta hiện tới cứ ai能 bị chôm chờn bà chẳng bên đây tham bên ca cướp krong bà chia diêm cướp krong bà bàn trả tay mình sầm rọc pịt bà sầm rạp bây giờ bên đây chết sau nó có miền canh ha cho mùi năng là vì đại a đại bởi sao ta có tụ bàn cát cả hòm bà Musiala châu rùm vật hát bàn tay mình toàn ai châu rùm mình bàn tế hai đường miền kim mê trên đường nhà bỉ cho phong là thân nơi không phim sập sập bà chẳng sầm rạp ca bà cô nó không đi trai ní sầm rạp bây giờ mình ít cô mình miền cái lá cô na pin linh mà đáy bà tay Việt Nam mình cứสำหรับbây giờ mìnhได้กำปงแต่ทัวร์บานละอครั้งให้bàสอบไปได้อาร์เซนอลยังคือทาลูกอาร์เตต้าไปให้เชียร์มันพัดโดได้ใจเด้bàเลี้ยงตามธรรมดาผู้ดีซาแต่ในซอการประกวดเราตลอดใบประกวดเทียดจังประสันใบประกวดประทบอาร์เซนอลทัวร์บานละอก็โดยที่อัดมินไอชีจำนวนปัญหาได้bàสำหรับอาร์เซนอลbàสำหรับอาร์เซนอลbàประกวดบรรทบbàระบบกวดbàหนึ่งเตอปากเนี้ยbà chỉ môiหนึ่งคลับเบิร์กเต้บ่าหอยประกวดประตอบมวยเตี้ยบ่าอาร์เซนอลบ่าตรบ่าปากนี้จมวยในอินเตอร์บ่าอย่างตานตังเหมือนเต็กนำประกวดจงกร้อยบ่าประกวดจมวยนั่งไก่รัดอามาไตได้บ่าเอาเป็นปัญหาเต้บ่าจังตัวบริการประกวดในชั้นก็อาร์เซนอลเนี่ยมีเอากากปูได้บ่าให้สอบไปได้ไปเยอะมันได้ยืมใบเรียบร้อยได้ผัวเลยกอดกับปงแต่ทัดในขนมพิบดอลโอภาษาเหมือนเต้นอาอย่างนี้บ้านท่าปริมาไทยติดยุบนั่งbây giờ mình nói tranh tới bà buồn đại tranh bóng bà vì ai đá bà phải mất quyềnนึงvì ai cả lái bà bây giờ kiểu khơi Barcelona mà sao mình tranh cho lời Chelsea đây bà tại Việt Nam mình cứผมbuồn tôi nâng đọp đi bà bây giờ như vậy đọp tôi đọp mùi bà ai xem ép Arocho từ tôi bàn cát cả hôm nhưng mà nó smart ha quạt bà hiền bắt đầu đó thằng nào phần nâng tế bà phụ quạt từ tôi bàn cát lương mùi hơi bà hơi mưa tới đôi chim mình miên ai cua thằng nào na đây tê bà chẳngสำหรับการประกวดนี้ที่ที่ชมนึงใหญ่ท่าวิมีนเรื่องไอ้คลาเอาไว้ได้มันนักสมานดอนนู่คือแมนเชสเตอร์ซิตี้บาดซีดอทมันอย่างสู้ปนตายบายได้เชียร์ชันจมวยนั่งเบย์เยอร์เลเวอร์กุสันปนตายจมน้อยนี่ชมโซมเลิกลายของปีการด่าไลน์อัพระบบโลเปปกับเดียร์ลาวินบางชมมาดังท่าตากอดกำปงตะกึดไอบางยมมาโยนนะสมัยโลเปปกับเดียร์ลาดังท่ากอดกำปงตะกึดไอหรือกับกอดกึดท่ากะลาโกได้กำปงแต่เลี้ยงบานละอนั่นคือกอดbà trong vô cái lá co vây khmer môi chủng nua đầm bay vậy tha riệp trong bò bị sao dạng na cứ có qua trong vậy tha Leverkusen nước mưa tới mình rụng mình rui tê và chẳng á bà phụ ca bà cuốn muốn nó cứ xin đọt man mà sủa đây bà chẳng sầm áp từ lâu bây giờ Leverkusen đôi chỉ miền Ai Panh đây tại ti bằng pot pi tôn số to đầy mình chỉnh bà hayในขนมยุคนี้ก็มีเรียลมาดริดได้bà hayโชว์รูมซาวสไลด์แบบเรียลมาดริดคือกีฬากอดบอลกาเปียคือระบบชาวแมนเทนbàยุคนี้คือมีตั้งปีหอยซันดอทให้เนี่ยจำตีกูตัวก็ระบัวbàมิลิตายก็ออดมีนbàจังโรดิเชอร์ก็อมตอนเชียbàกาวาจาก็ออดตอนเชียbàจังกาวาจาชนุบานได้นอลbàไปได้มันก็ดังด้านนอลมันยาแย่นี่ก็มันเซอร์จีละออนนาได้bàสโปเป้ได้ปารียุคนี้เจอปาจมวยนึงbàสเปอร์bà preyมันก็ดังได้สมัยสเปอร์คือโดยเชี่ยมันมีไอ้มุดมันเจอเติมมันง่ายเจ๊bà tay Việt Namมัน prey มันก็โจได้ท่าสำหรับกรมไปคล้ามุดมันเจอเติมมันง่ายแต่กรมครั้งว่าซิมบานเดวิงbà bị aiยังมีเรื่องจังการล้างá bà chẳng bị aiยังปารีมวยสเปอร์นั่งสมาร์หรือก็ปารีซีถมมากรอบอีกอย่างนั้นนะbàซีบานเจริญพอแต่โยงตามการประกวดจงโขยbàเล่นจมวยนั่งอาร์เซนอลยังมือเตอร์สเปอร์เติมมันรวยเตะbàสเปอร์cáiทายยุคนี้คือจูบระบบเปิดไอ้bàให้เล่นกลางใดเทียดbàปารีเกมันตกเตะbàให้หนึ่งอย่างนั้นมันคือสำหรับปารีคือถือการบรรทุกได้ผู้โดยสารแต่ประกวดมวยนั่นคือจังbàตะเลือbây giờ mìnhให้รวยรอให้จังกี่ขาดออกใบบรรทุกไอ้จังยุคนี้เกมันเอาขาดบรรทุกcáiเตะbàสำหรับลิเวอร์พูลวันยุคนี้คือชื่อจะถ้าดับเป็นเชิงให้บาลูกอันสล็อตมันไอ้บาลิงบาลุมบอลเตะบานเตะผู้ตะการประกวดนี้ก็จะการประกวดจำบัตรได้บาให้การประกวดในขนมใดพ้องบาตื้อแต่จังแต่เลยนอตติงแฮมบอลอะไรทำไมเตะมันไอ้เอาในขนมใดนั่นคือจังบาต่อเตะบานเตะ
ចឹងយប់នេះលីវើពូលគឺត្រូវតែដាក់ពេញបាទណែនណាន់តាន់តាប់មកជាមួយកីឡាកររបស់គាត់ប៉ុន្តែប្រសិនបើគាត់នៅតែបន្តដាក់អាយសាក់មិនព្រមដាក់អ៊ីគីទីកេជំរឿស11អ្នកដំបូងទេខ្ញុំគិតថាប្រហែលជាតានតឹងដែរបាទអរគុណច្រើនប្រិយមិត្តទាំងអស់គ្នាបាទហើយយើងនិយាយអំពីជំរឿសជាតិកម្ពុជាអ៊ុយ17យើងបន្តិចខ្ញុំគិតខ្ញុំនិយាយកាលពីម្សិលមិញហើយវាអត់មានអីត្រូវទៅមុខទៀតទេគឺចប់ត្រឹមប៉ុណ្្នឹងហើយបាទគ្រាន់ថាយើងសង្ឃឹមថាចាប់ពីពេលការប្រកួតក្រោយឬក៏បាទការប្រកួតប្រជែងក្រោយទៅគឺនឹងចាប់ផ្ដើមលេងបានល្អជាងនេះជាជាងលេងដែលយើងមើលទៅមើលដូចជាមិនយល់តែម្ដងបាទអញ្ចឹងសង្ឃឹមថាគាត់មានការប្រកែប្រែបាទប្រកួតចុងក្រោយកាលពីល្ងាចមិញហ្នឹងគឺចាញ់ទៅបាទទៅលើយេម៉ែនហ្នឹងគឺ3-0តែយ៉ាងណាមិញយេម៉ែនហ្នឹងក៏គេខ្លាំងដែរប្រិមិត្តបាទក៏គេខ្លាំងដែរបាទអត់ទាន់មានអ្នកសុទ្ធចូលគាត់មួយគ្រាប់ទេហើយប្រិមិត្តឃើញហ៎បាទប្រិមិត្តថាលេងសុកលេងចាញ់ឡាវឃើញឡាវស៊ីប៉ាគីស្ថានទេប្រិមិត្តបាទមិនមែនជំរឿសជាតិឡាវអូឈុតអ៊ុយនេះអត់ទេណាប្រិមិត្តគឺខ្លាំងបាទហើយឈុតអ៊ុយរបស់យើងក៏ដែរឈ្នះជំរឿសជាតិឡាវទេបាទអញ្ចឹងខ្ញុំបានជម្រាបជូនប្រិមិត្តហើយសម្រាប់រឿងរ៉ាវនេះបាទយើងអាចនិយាយបានថាកុំគិតលើលទ្ធផលយើងគិតទៅលើទម្រង់លេងបាទប្រិមិត្តខ្លះឃើញលទ្ធផលគិតទៅលើលទ្ធផលកុំគិតលើលទ្ធផលយើងត្រូវទៅចូលមើលទម្រង់លេងផងគ្រាន់ថាខ្ញុំនៅនិយាយដូចថ្ងៃនេះបន្ថែមទៀតគឺទម្រង់លេងនេះគឺលេងពិបាកមើលបាទពិបាកមើលណាបាទហើយបច្ចេកទេសមួយចំនួនគឺមានការថមថយខ្លាំងមែនតើហើយខ្ញុំមិនដឹងថាតើគាត់ចង់អារម្មណ៍ឬក៏តាំងអារម្មណ៍នៅក្នុងការលេងអត់ទេបាទមានអារម្មណ៍ថាមើលទៅដូចគាត់លេងដូចធម្មតាបាទលេងបានប៉ុណ្ណាយកប៉ុណ្ណឹងអញ្ចឹងណាបាទបើមិនជាគាត់គិតអញ្ចឹងអនាគតដឹងយ៉ាងណាយ៉ាងណីទេបាទបាទគុណច្រើនប្រិយមិត្តទាំងអស់គ្នាស្វាគមន៍ទៅកាន់ប្រិយមិត្តយើងបន្តិចទៅបាទមុនយើងឈានចូលដល់បាទព័ត៌មានរបស់យើងថ្ងៃនេះតែម្ដងថ្ងៃនេះវាអត់មានអីបាទច្រើនពេកនោះទេជូនទៅកាន់ប្រិយមិត្តបាទអាប់ដេតខ្លីៗតិចតួចបាទយ៉ាងណារុនបាទសួស្ដីបាទការខ្សែការពីអននេះបាទរឿងហ្នឹងខ្ញុំបាននិយាយហើយបាទវីទ្រាបាទសួស្ដីទៅកាន់មេស៊ីបាទមករាអ៊ុយសួស្ដីទៅកាន់បាទហុងលីសុកណៃបាទសួស្ដីទៅកាន់ជាងវិតបាទយកអីដកម៉ាន់ត្រូវបឺហ៎បាទតែដេកលក់អត់បានចាក់អញមើលជាងវិតធ្វើបាទវីនបាទសួស្ដីគ្នាទៅកាន់វីនណូទីនសួស្ដីទៅកាន់រាវុធបាទហើយសួស្ដីទៅកាន់ជាថូមីបាទសួស្ដីទៅកាន់ឈយច័ន្ទរិទ្ធបាទស្ពាន់ MC បាទប៊ុនរតបាទហើយសួស្ដីដូចគ្នាទៅកាន់រាវុធបាទ YPAG បានអត់បាទសម្រាប់ PAG ខ្ញុំមិនហ៊ាននិយាយទេប្រិមិត្តបើសិនជាប្រិមិត្តចង់វាយបានបាទអត់បញ្ហាទេបាទប៉ុណ្ណាណាបាទតែខ្ញុំបារម្ភខ្លាចតែគាត់មិនចង់បាទតែខ្ញុំគិតថាវាយបានហើយប្រិមិត្តវាយទៅបាទយ៉ាងអន់ណាស់ច្រើនណាស់ប្រិមិត្តអស់ជ័យកន្លះស្និតទេបាល់ហ្នឹងណាបាទច្រើនណាស់អស់ជ័យកន្លះស្និតទេបាទប្រិមិត្តចង់វាយក៏វាយចោះបាទព្រោះថាយើងក៏លេចទៅមើលការប្រកួតចុងក្រោយរបស់Spur ជាមួយនឹង Arsenal មើលទៅមុខមិនត្រួយទេបាទទៅមុជមិនជ្រៅទៅមិនឆ្ងាយទេបាទជាជាតិបាទយល់មនិច 2-0 Arsenal ដែរបាទមឿនសុភ័ក្របាទមេឃហ៊ីវផងបាទក៏ដូចជា Roman ហើយក៏ដូចជាសួស្ដីបាទទៅកាន់រាវុធនិងប្រិយមិត្តទាំងអស់គ្នាផងដែរបាទសម្រាប់